ខ្ញុំឈ្មោះតាន់សុភ័ក្រអភិបាលរងនៃគណៈបាលស្រុកសូត្រនិគមថ្ងៃនេះយើងរៀបចំទិវាថ្ងៃទី5មិថុនានេះសម្រាប់លើកកម្ពស់សម្បត្តិបរិស្ថាននាម័យបរិស្ថានជាតិនិងបោះគោលនយោបាយរបស់អង្គការសហប្រជាជាតិដល់បងប្អូនជាពលរដ្ឋយើងឲ្យយល់ដឹងអំពីថាហេតុអីបាទយើងចាប់ផ្ដើមរៀបចំធ្វើទិវាសម្បត្តិបរិស្ថានគឺចង់ឲ្យគាត់នឹងយល់ដឹងអំពីការប្រើប្រាស់ការកាត់បន្ថយប្លាស្ទិកទី2យើងចង់ឲ្យគាត់នឹងអបផ្សព្វផ្សាយបរិស្ថានជាពិសេសការទុកដាក់សំណល់រឹងនិងសំណល់សរីរាង្គខ្ញុំហើយបានចូលរួមនៅក្នុងទិវាជាតិពិភពលោកនេះគឺក្រោមប្រធានបទរួមគ្នាមិនប្រើថង់ប្លាស្ទិកឬក៏ប្លាស្ទិកធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សជាតិនៅក្នុងពិភពលោករបស់យើង។